តើអ្នកបានដឹងទេថាអំពូលភ្លើងដែលអ្នកបានប្រើប្រាស់សពថ្ងៃនរណាគឺជាអ្នកបង្កើតវានៅក្នុងកំឡុងសតវត្សទី19សហរដ្ឋអាមេរិកមានអ្នកស្រាវជ្រាវម្នាក់ដែលមានឈ្មោះថា Thomas Edison ដែលគាត់កំពុងស្វែងរកវិធីបង្កើតអំពូលភ្លើងដែលអាចភ្លឺបានយូរនិងសុវត្ថិភាពកាលដើមឡើយមានអ្នកស្រាវជ្រាវជាច្រើនដែលព្យាយាមបង្កើតអំពូលភ្លើងប៉ុន្តែលទ្ធផលដែលទទួលបានអំពូលភ្លើងមិនអាចភ្លឺបានយូរហើយវាឆាប់ខូចថែមទៀតពេលនោះ Edison បានចំណាយពេលធ្វើវាម្ដងហើយម្ដងទៀតរហូតដល់ជាងរាប់ពាន់ដងការបរាជ័យក៏តាមមកជាច្រើនលើកជាច្រើនសារក៏នៅតែមិនទាន់បានលទ្ធផលសម្រេចអ្វីសោះឡើយចុងក្រោយនៅឆ្នាំ1879 Thomas Edison និងក្រុមការងាររបស់គាត់បានរកឃើញថាសរសៃខ្មៅកាបូន filament នៅក្នុងអំពូលកែវចាប់ផ្ដើមចេញពន្លឺស្រាងៗជាលទ្ធផល Thomas Edison បានបង្កើតអំពូលមួយដែលអាចប្រើប្រាស់បានវាបានក្លាយទៅជាប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យរបស់មនុស្សជាតិមុនការរកឃើញរបស់ Edison មនុស្សប្រើតែចង្កៀងភាពជោគជ័យដ៏ត្រចះត្រចង់របស់ Thomas Edison បានបង្ហាញឲ្យយើងឃើញថាការខិតខំស្រាវជ្រាវផ្អែកទៅលើការសាកល្បងម្ដងហើយម្ដងទៀតច្រើនលើកច្រើនសារនិងភាពអត់ធ្មត់នឹងធ្វើឲ្យយើងជោគជ័យនៅថ្ងៃណាមួយមកទល់ពេលនេះអំពូលភ្លើងត្រូវបានប្រើប្រាស់ទូទាំងពិភពលោកមិនត្រឹមតែអំពូលភ្លើងប៉ុណ្ណោះទេគាត់បានបង្កើតជាម៉ាស៊ីនថតរូបនិងបានបង្កើតម៉ាស៊ីនចាក់រូប Edison ទទួលបានរង្វាន់ជាច្រើនហើយទទួលបាន Congressional Gold Medal ពីប្រធានាធិបតីសហរដ្ឋអាមេរិកប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង share នៅcommentខាងក្រោមដើម្បីទទួលបានវីដេអូថ្មីបន្តទៀត